រឿងសំឡេងហៅពីក្រោយវត្តនៅភូមិតូចមួយជិតព្រៃឫស្សីមានវត្តចាស់មួយសង់តាំងពីសម័យបុរាណមនុស្សចាស់ក្នុងភូមិតែងនិយាយដដែលថាក្រោយវត្តនោះមានផ្លូវដីតូចមួយកម្ដៅឆ្លងកាត់ពេលយប់ជាដាច់ខាតព្រោះគេតែងឮសំឡេងមនុស្សស្រីហៅឈ្មោះអ្នកដើរសុខាជាយុវជនម្នាក់អាយុប្រហែល22ឆ្នាំមិនសូវជឿរឿងខ្មោចប៉ុន្មានទេគាត់តែងសើចពេលអ្នកភូមិនិយាយពីរឿងអាថ៌កំបាំងក្រោយវត្តយប់មួយបន្ទាប់ពីទៅផឹកកាហ្វេជាមួយមិត្តនៅភូមិជិតខាងគាត់ត្រឡប់មកផ្ទះយឺតជាងធម្មតាមិត្តភក្តិគាត់ប្រាប់ថាសុខាយប់នេះកុំដើរកាត់ក្រោយវត្តអីជុំវិញនេះស្ងាត់ពេកហើយថ្ងៃនេះក៏ត្រូវថ្ងៃដប៉ាមកើតទៀតសុខាសើចតបខ្មោចឯណាបើមានមែនឲ្យវាចេញមកជួបខ្ញុំទៅនិយាយហើយគាត់ជិះម៉ូតូចេញតាមផ្លូវដីក្រោយវត្តពន្លឺព្រះច័ន្ទស្លេកស្លាំងបំភ្លឺតែបន្តិចបន្តួចខ្យល់ត្រជាក់បក់កាត់ដើមឫស្សីបង្កើតសំឡេងស៊ូស៊ូដូចមនុស្សខ្សឹបគ្នាពេលដល់ចំណុចជិតស្រះស្ទឹកចាស់ក្រោយវត្តម៉ូតូរបស់សុខាស្រាប់តែរលត់គាត់ព្យាយាមដាក់ស្តាតប៉ុន្មានដងក៏មិនឆេះបរិយាកាសស្ងាត់ខ្លាំងរហូតសុខាឮតែសំឡេងដង្ហើមខ្លួនឯងភ្លាមនោះមានសំឡេងស្រីស្រាលមួយហៅពីក្រោយសុខាខ្លួនគាត់រញ៉ួយស្រាលតែគាត់នៅតែគិតថាប្រហែលមាននរណាម្នាក់លេងសើចគាត់បែរទៅក្រោយមិនឃើញអ្នកណាសោះផ្លូវខ្មៅស្រឡះមានតែមន្លប់ដើមឫស្សីរំញយតាមខ្យល់បន្តិចក្រោយសំឡេងនោះហៅម្ដងទៀតខ្លាំងជាងមុនសុខាជួយខ្ញុំផងលើកនេះសំឡេងចេញពីជិតស្រះទឹកសុខាចាប់ផ្ដើមភ័យតែចិត្តចង់ដឹងឈ្នះគាត់យកភ្លើងទូរស័ព្ទបញ្ចាំងទៅមុខហើយដើរយឺតទៅក្បែរស្រះទឹកស្រះស្ងប់ដូចកញ្ចក់ប៉ុន្តែកណ្ដាលស្រះមានរលកមូលមួររីកចេញដោយមានអ្វីមួយកំពុងឡើងពីក្រោមទឹកសុខាចង់រត់តែជើងធ្ងន់ដូចជាមាននរណាម្នាក់ចាប់ជាប់ពន្លឺទូរស័ព្ទរបស់សុខាបញ្ចាំងឃើញស្រីម្នាក់ស្លៀកសពណ៌សសក់វែងទម្លាក់បាំងមុខកំពុងឈរនៅគែមស្រះទាំងដែលមុននេះគ្មាននរណានៅទីនោះសោះនាងនិយាយស្រាលឯងស្គាល់ខ្ញុំទេសុខាខំសម្លឹងមើលតែឃើញតែមាត់នាងញញឹមស្រអាប់រំពេចនោះនាងលើកមុខឡើងភ្នែកនាងសខ្មៅមិនឃើញកន្ទុយភ្នែកមុខស្លែកដូចមនុស្សលង់ទឹកយូរឆ្នាំសុខាស្រែកហូរហើយថយក្រោយទូរស័ព្ទធ្លាក់ដល់ដីក្នុងពន្លឺស្រអាប់គាត់ឮសំឡេងនាងយំលាយនឹងសើចខ្លាំងលាយជាមួយខ្យល់ម៉ែឯងធ្លាប់សន្យាថានឹងមកយកខ្ញុំប៉ុន្តែទុកខ្ញុំឲ្យស្លាប់នៅទីនេះសុខានឹកឃើញភ្លាមថាកាលពីជាង20ឆ្នាំមុនម្ដាយគាត់ធ្លាប់និយាយពីរឿងក្មេងស្រីម្នាក់លង់ស្រាក់ទឹកក្រោយវត្តថ្ងៃនោះមានតែមនុស្ស 2-3 នាក់ដឹងហើយគ្មាននរណាហ៊ាននិយាយបន្តព្រោះគេជឿថាវិញ្ញាណនាងនៅតែមិនទៅណាសំឡេងនាងកាន់តែជិតសងខ្ញុំមកសងជីវិតខ្ញុំមកភ្លាមនោះដៃត្រជាក់ស្អិតមួយចាប់លើស្មាសុខាគាត់ងាកទៅមើលមិនមែនតែមួយទេតែមានដៃជាច្រើនលិចពីទឹកស្រះកំពុងលូកមករកគាត់សុខាខំរើខ្លួនរើជើងរត់ទាំងមិនដឹងទិសពេលរត់កាត់ដើមឫស្សីគាត់ឮសំឡេងជើងដើរតាមពីក្រោយនិងសំឡេងស្រីសើចខ្លាំងលាយជាមួយខ្យល់នៅចុងផ្លូវគាត់ឃើញពន្លឺទៀនចេញពីក្នុងវត្តព្រះសង្ឃចាស់មួយអង្គកំពុងឈរមើលមកគាត់សុខារត់ចូលទៅក្នុងវត្តទាំងដួលទាំងងើបព្រះសង្ឃនាំគាត់ចូលទៅក្នុងសាលាហើយសូត្រមន្តភ្លាមសំឡេងសើចខាងក្រៅស្រាប់តែស្ងប់ទៅ
ព្រឹកឡើងសុខាក្រោកពីដំណើរនៅក្នុងវត្តទឹកមុខស្លែកហើយខ្លួនកដៅក្រហាយព្រះសង្ឃសួរគាត់ត្រង់ថាយប់មិញឯងឮវាហៅឈ្មោះឯងមែនទេសុខាងក់ក្បាលទាំងញ័រព្រះសង្ឃដកដង្ហើមវែងមួយហើយនិងមានសំឡេងធ្ងន់ថាវាមិនដែលហៅឈ្មោះនរណាខុសទេវាហៅតែញាក់ដែលមានជាប់កម្មជាមួយវាម្ដាយឯងកាលនៅក្មេងធ្លាប់ចោលក្មេងស្រីម្នាក់ឲ្យលង់ទឹកដើម្បីសង្គ្រោះខ្លួនឯងវិញ្ញាណនោះមិនទាន់លែងទោសចាប់ពីថ្ងៃនោះសុខាមិនហ៊ានដើរកាត់ក្រោយវត្តទៀតឡើយតែរឿងមិនទាន់ចប់រៀងរាល់យប់ម៉ោងជិត12សុខាតែងឮសំឡេងគោះបង្អោយតក់តក់តក់ហើយសំឡេងស្រីស្រាលហៅពីក្រៅផ្ទះសុខាមកជួយខ្ញុំផងម្ដាយគាត់ចាប់ផ្ដើមឈឺធ្ងន់ព្រមទាំងនិយាយតែពាក្យដដែលថាខ្ញុំខុសហើយកុំយកកូនខ្ញុំទៅយប់ចុងក្រោយមុនម្ដាយគាត់ស្លាប់អ្នកជិតខាងទាំងអស់ឮសំឡេងស្ត្រីម្នាក់យំចេញពីក្រោយផ្ទះពេលគេរត់ទៅមើលគេឃើញស្នាមជើងសាមពីស្រះទឹកបន្តចូលដល់មាត់ទ្វារហើយបាត់ទៅបន្ទាប់ពីបុណ្យសពម្ដាយគាត់ចប់សុខាបានចាកចេញពីភូមិនោះទៅរស់នៅឆ្ងាយតែទោះបីទៅដល់ទីណាក៏ពេលយប់ស្ងាត់គាត់នៅតែឮសំឡេងមួយខ្សឹបនៅក្បែរត្រចៀកឯងខ្លេចមិនផុតទេហើយរាត្រីណាដែលខ្យល់បក់កាត់ដើមឫស្សីសុខាតាំងឃើញក្នុងកញ្ចក់បង្អោចមានរូបស្ត្រីសក់វែងឈរនៅពីក្រោយគាត់ជានិច្ច